ដាច់ត្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីសប្បុរសជនទាំងអស់ដែលបានទស្សនាការថតនៅវីដេអូនេះដោយថ្ងៃនេះមានសប្បុរសជនមិញហ្នឹងនេះស្មាស្ដាប់អត់ទាន់ឈ្មោះសូមអធិស្ឋានលោកបាននាំយកនៅអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់មានលោកតាមរយៈលោកសុករាស៊ីបាទបុគ្គលិកទូតហងមាសនៅខាងសខេមនៅទីសវណ្ណថាមានក្រុមការងារអ៊ីតម៉បងប្រុសមាសសិលារួមជាមួយនឹងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសហើយនឹងនៅរាជធានីភ្នំពេញបានចូលរួមឧបត្ថម្ភបងអញ្ចឹងដូចដែលបងបានជម្រាបជូនម្ចាស់សទ្ធាដែលបានម្ចាស់អំណោយដែលបានរៀបចំជូនមកដល់ថ្ងៃនេះស្មារតីចង់និយាយពីស្ថានភាពជាក់ស្ដែងដោយស្ថានភាពពេលនេះគឺវាអត់តន់ស្រាក់ស្រានទេបងក៏ទង្វើឈ្លានពានរបស់ខាងប្រទេសភាគីថៃនៅតែបន្តអត់មានគោរពច្បាប់អីទេនៅតែបន្តទោះបីជាមានការព្រមព្រៀង2 3ដងថាម៉ោងប៉ុណ្ណេះម៉ោងប៉ុណ្ណោះហើយប៉ុន្តែនៅតែបន្តការឈ្លានពានបន្តទៀតឥតឈប់ឈរអញ្ចឹងហើយចំនួនប្រជាជនក្នុងវត្តថ្មនេះឥឡូវនេះគឺសរុបមកដល់ពេលនេះ492គ្រួសារហើយចំនួនមនុស្សអាចថា1000កើនឡើងបន្ថែមទៀតហើយអ្នកខ្លះទៅគាត់ទៅរត់មកនេះសូម្បីតែកទេលមុងតង់អីគឺគាត់អត់បានមកសោះឬតែគ្រាប់ឌឺងមកធ្លាក់ហើយក៏រត់មកតែម្ដងខ្លះអត់មានទាំងកដាំបាយមកដល់មុនដំបូងគេថ្ងៃទី1បងអស់គឺថ្មអត់ទាន់បានសេវាពីណាទៅបានគឺមានតែបោះវត្តសិនដល់ពេលវត្តអស់មានតែពឹងសពរស់ជនបន្តទៀតអញ្ចឹងមានការលំបាកដោយសារទី1បន្ទប់ទឹកបញ្ហាវាបើយើងនៅជាប្រសង់ធម្មតាក្នុងវត្តនេះអត់បញ្ហាទេប៉ុន្តែដល់ពេលបងប្អូនមកច្រើនខ្វះខាតទី2អណ្ដូងទឹកអីហ្នឹងពេលប្រើប្រាស់ទៅវាគ្នាវាច្រើនឥឡូវអណ្ដូង3ឆេះអស់2បាត់ដល់តែ1ឥឡូវរត់រោមម៉ាស៊ីនមកបូមជំនួយសិនចន្លាប់សិនព្រោះនេះជាផលលំបាកមួយប៉ុន្តែអាត្មានៅតែអាចទទួលបងប្អូនឥឡូវនេះក៏នៅតែមានបងប្អូនមកបន្តចុះឈ្មោះបន្តទៀតដោយសារយើងអត់ទាន់អាចគិតថាត្រឡប់ទៅវិញបានងាយស្រួលទេព្រោះស្ថានភាពនេះយើងមិនទាន់ច្បាស់ដោយសារភាគីម្ខាងទៀតគេអត់គោរពច្បាប់អត់គោរពការព្រមព្រៀងគ្នាអញ្ចឹងទៅផលលំបាករបស់ជាពលរដ្ឋនៅគាត់មកបន្ថែមក្រោយសំខាន់គឺកន្លែងជំរកដោយយកមិញនេះភ្លៀងអ្នកខ្លះគឺមកអត់ទាន់បានតង់អត់ទាន់បានកទេលគាត់អត់ថាមិនដឹងតែគាត់សម្រាប់មិនទេបាទអំណោយសប្បុរសជនដែលផ្ញើតាមរយៈអង្គភាព ECTV News ឥឡូវនេះគឺបានមកដល់បាទស្រុកបាទភ្នំស្រុកខេត្តបន្ទាយមានជ័យហើយបាទអំណោយទាំងនេះគឺជាអំណោយដែលមានការសាមគ្គីពីលោកសុករាស៊ីបងស្រីខាត់ស្គីមបាទនឹងខាងបាទអ៊ីតម៉ូគឺបានផ្ដល់ជូនតាមរយៈអង្គភាព ECTV News ឥឡូវនេះបាទអំណោយគឺបានមកដល់ស្រុកហើយបងប្អូនបាទខ្ញុំសូមប្រគល់ជូនទៅដល់បងស្រីដែលជាអភិបាលរងស្រុកបាទសូមបងស្រីទទួលអំណោយទាំងអស់នេះជំរាបសួរអ្នកខ្ញុំឈ្មោះប្រេងសវងជាអភិបាលរងស្រុកភ្នំស្រុកចាហើយនាងខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់អំណោយទាំងអស់ដែលមានដែលបានចូលរួមក្នុងការចែកអំណោយនៅស្រុកភ្នំស្រុកយើងនេះចានាងខ្ញុំសូមអរគុណហើយនឹងជូនពរដល់ម្ចាស់អំណោយទាំងអស់ជួបពោ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីខៀងខែលើចាសូមអរគុណចាអំណោយនេះពិតជាមកដល់ហើយចាពិតជាមកដល់នៅស្រុកភ្នំស្រុកមែនចាតែខ្ញុំមិនបានសូមអត់ប្រាប់ទីតាំងទេចាបងចាអរគុណបាទនេះគឺជាបាទគោលការណ៍របស់យើងដែលមិនសុំមិនបញ្ចេញទីតាំងប៉ុន្តែអំណោយដែលជាមូលនិធិបងប្អូននៅតាមបណ្ដាប្រទេសបាទបងប្អូនដែលជួយតាមរយៈលោកសុករាស៊ីបងស្រីខាត់សខីមបាទនឹងក្រុមការងារអ៊ីតម៉ូគឺពិតជាមកដល់ទីតាំងហើយបងប្អូនហើយក៏សូមគោរពជូនពរដល់ម្ចាស់សប្បុរសជនដែលជាម្ចាស់អំណោយសូមគោរពជូនពរដល់បងប្អូនបាទសូមមានសុខភាពល្អបាទជោគជ័យគ្រប់ការងារភារកិច្ចហើយក៏សូមជូនពរដល់បងស្រីដែលជាអភិបាលរងស្រុកបាទជូនពរសុខភាពល្អហើយជួយមើលថែបាទបង្កើនជាមលុបទៅដល់បងប្អូនរបស់យើងដែលកំពុងតែពិសឹកមករកទីតាំងសុវត្ថិភាពបាទចឹងអំណោយនេះសូមបងចាត់ចែងតាមការគោលបំណងអរគុណសូមជម្រាបលាបងប្អូន